ពួកជននឹងវាសោកសៅព្រោះហេតុតែប្រកម្មថាបោះអញហ្នឹងនឹងឯងក្នុងโลกនេះមិនមែនមកឲ្យយើងបានស្រួលសុខសប្បាយអីទៅទេតែកាលណាយើងក៏ស្រឡាញ់គេក៏ចង់បានអាហ្នឹងក៏រឿងរ៉ាវនឹងឯងចឹងហើយឆ្លោះប្រកែកតោះតេងដណ្ដើមឲ្យវាថារបស់ហ្នឹងវាជាស្អីទៅរូបកាយជារៀបជាធិមរណៈរូបរិទ្ធពេញទៅដោយរបស់មិនស្អាតផ្លូវចិត្តប្រកបដោយកិលេសស្មោកគ្រោកហើយចេះដណ្ដើមគ្នានឹងឯងកំណាញ់ទៅចំណែនទៅវាយតប់គ្នាទៅបៀតបៀនគ្នាទៅគឺថារឿងហ្នឹងរឿងអត់បញ្ញាហ្មងទៀតសត្វលោកយើងគួរអីសង្វេគណាស់ដូច្នេះយើងយកគុណរបស់បុគ្គលដែលសម្បូរទៅដោយសិលសមាធិបញ្ញានេះមកជាទីរលឹកគឺថាព្រះអរិយទាំងឡាយយើងទៅណបតិសិនបច្ចេកដីសានជីនឹកឃើញថាព្រះអរហន្ត10អង្គដែលបានបំពេញកិច្ចក្នុងសាសនាក្នុងតតិយៈសង្ឃាយនាហើយលោកធ្វើជាធម្មទូតនាំគណៈសង្ឃទៅគ្រប់ទិសទាំងអស់ផ្សព្វផ្សាយធម៌របស់ពុទ្ធហើយលោករងចាំតែពេលបរិនិព្វានតែប៉ុណ្ណឹងដែលខ្លួនលោកជាព្រះអរហន្តនឹងដល់បរិនិព្វានទៅអធិធិធបញ្ចុះនៅបច្ចេកដីនេះបច្ចេកដីនោះហើយមើលយើងដែលទៅបតិសិនគោរពគុណរបស់ព្រះអង្គនឹងមិនទៅគោរពថងអង្គនឹងជារាជបុត្រជាតកូលក្សត្រជាសិទ្ធិដោយសារថាមានទ្រព្យសម្បត្តិអីណាគឺយើងនឹកដល់សិលសមាធិបញ្ញានេះដែលលោកមានបហប្រតិបរិសុទ្ធស្មោះក្នុងព្រះសម្មាសម្ពុទ្ធអត់មានមយាលៈពុទ្ធអត់មាននួតអូតអាងអត់មានរាគៈទុសៈមោហៈមានបុណ្យនិងបាបបានលះបង់ហើយអត់មានអ្វីដែលនឹងឲ្យបដិសន្ធិស្ថិតនៅក្នុងអត្តភាពឯណាឡើយបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុនឹងគឺថាជាប្រគុណដែលនាំឲ្យយើងរីករាយនឹករលឹកជ្រះថ្លាទៅហើយអរិយសាវកអរិយសាវិកាលោកមានមកជាប់ជំពាក់ហួងហែងរបស់ឯណាក្នុងលោកហ្នឹងគឺមានបហប្រតិស្ងប់រងាប់អត់មានការភ័យខ្លាចទាំងគង់នៅក្នុងព្រៃទៅលាយប់ទៅលឺសូរសំឡេងខ្លាទៅសំឡេងចចកទៅគឺថាចិត្តរបស់លោកនឹងគឺឆាក់ឡាំងគូពេកខាទៅតែហ្មងទៀតជាមួយនឹងរូបសំឡេងគ្រិនរោផតពៈធម្មេរមអញ្ចឹងយើងមានចិត្តដែលមិនតាន់បានកំចាត់បងនៅអាសវៈមន្ទិលសៅម៉ងក៏ពិតមែនប៉ុន្តែយើងទទួលយកគុណទាំងអស់នឹងមកជាអារម្មណ៍ដើម្បីលាងជំរះចិត្តសន្តានរបស់យើងសង្ឃគុណនឹងក៏ដោយចឹងគឺថាជាគុណមួយដែលមកជាអារម្មណ៍របស់ចិត្តពេលណាគឺថាលាងជំរះសម្អាតចិត្តរបស់យើងបានទាំងឲ្យចិត្តនឹងឯងបានស្អាតសម្បូរទៅដោយហិរិនិងអតបៈម៉ាស់ពើមបាបខ្លាចបាបនឹងឯងហើយនៅជាសុខមានសតិប្បដ្ឋានមិនប្រកម្មបញ្ញខណ្ឌថាជាខ្លួនយើងចឹងនឹងឯងដែលពុទ្ធបរិស័ទនឹងមានសមថៈមានវិបស្សនាដូច្នេះខ្ញុំកណាជាការចាប់ផ្ដើមនឹករលឹកឃើញដល់គុណនៃបរតនត្រ័យហើយដើម្បីបញ្ចូលមកនៅក្នុងពិធីបុណ្យកឋិនទាននេះគុណចាស់ញាតិញោមជ្រះថ្លានឹងសម្ពុតការសាវកនេះដែលអង្គបរិនិព្វានទៅក៏នៅសម្ពុតការសាវកជាទងជ័យសម្រាប់យើងនឹករលឹកជ្រះថ្លាបានបីបានត្រួបានទូលដង្ហែទាំងគឺថានឹករលឹកឃើញដល់អង្គដែលបរិនិព្វានទៅចឹងគឺយើងក៏មានចិត្តបង្អោនទៅរកបរិនិព្វាននឹងអញ្ចឹងបុណ្យកុសលហ្នឹងក៏ទៅជាវិវត្តៈគាមិនីកុសលនឹងឯងហើយរងចាំពេលវេលាគ្រប់គ្រាន់នឹងបានឃើញព្រះនិព្វាននឹងឯងប៉ុន្តែហើយនេះសំណួរគុណចាស់អង្គបញ្ញាបិចោតតោលោកសាកសួរក្នុងពធដែលខ្ញុំណាស្រង់ពីព្រះអត្ថកថាចូលមកនៅក្នុងសិភៅសិក្សាប្រសូតភាគទី4ហ្នឹងសូមលោកគ្រូជួយបញ្យល់បន្ថែមត្រង់សេចក្តីដែលថានិព្វានណញ្ញហេមគ្គបលាញាណាទីនាងអរមណបច្ចយៈភេវតារូបាទីនិវិយៈចក្ខុវិញ្ញាណាទីនាងអរមណបច្ចយៈភូតានីតេការណថេនៈអាយតនន្តេវជ្ជតេពិតណាស់ព្រះនិព្វានព្រះអង្គទ្រង់ត្រាស់ហៅថាអាយតនៈព្រោះដោយអត្ថាជាហេតុដោយជាអរមណបច្ច័យដល់មគ្គញ្ញាណនិងផលញ្ញាណជាដើមដូចជារូបារម្មណ៍ជាដើមដែលជាអារម្មណបច្ច័យនៃចក្ខុវិញ្ញាណជាដើមអាត្មាមិនយល់ត្រង់បទថាចំពោះមគ្គផលញាណនេះឯងគឺថាមគ្គបលាញាណណាទីនាងគឺថាមគ្គផលជាដើមហ្នឹងគឺ
តើព្រះនិព្វាននៅជាអារម្មណបច្ច័យដល់អ្វីទៀតក្រៅអំពីមគ្គញាណនិងផលញាណកោតភូញាណបានជានៅមានស័ព្ទថាអតិនាងជាដើមដូច្នេះក៏ណានៅក្នុងមគ្គវិថីហ្នឹងនិព្វានជាអារម្មណ៍របស់មគ្គផលហើយក៏ប៉ុន្តែនៅជាអារម្មណ៍របស់បច្ចវេកណញាណទៀតជាសំខាន់ណាស់ក៏ណាហើយនឹងតទៅគឺជាអារម្មណ៍នៃផលសមាបត្តិក៏ណាហ្នឹងឯងហើយចំពោះកោត្រភូវោទនៈអីហ្នឹងគុណចាស់ព្រះអង្គបញ្ញាក៏នឹករលឹកឃើញហើយក៏ណានឹងប៉ុណ្ណឹងទេចំពោះព្រះនិព្វានដែលជាអារម្មណាធិបតីរបស់មគ្គផលរបស់កោត្រភូវោទនៈហើយនឹងជាពិសេសបច្ចវេកណញាណហ្នឹងជាអារម្មណ៍ដ៏ជាទីគោរពហើយក៏ជាអារម្មណបច្ច័យនៃមโนទ្វារាវចនៈគុណណានឹងឯងក្នុងបច្ចវេកណៈដែលពិចារណានៅព្រះនិព្វានហ្នឹងក៏ណាហើយចំពោះសេចក្តីបន្តទៅគុណចាស់សួរថាក្នុងទំព័រដដែលអត្ថកថាថាតដ្ឋអថេតិវិជ្ជតិបរមត្តតោឧបលបតិតេអដ្ឋោបទថាអថេប្រែថាមានអธิบายថាមានដោយបរមត្តហើយក្នុងវងកញ្ចក់ហ្នឹងមានប្រែពាក្យថាឧបលបតិហ្នឹងប្រែថាទទួលបានមកបានទទួលប្រសពជួបជាដើមតើមានសេចក្តីដូចម្ដេចអាត្មាអានទៅវិញទៅមកនៅតែអត់យល់ក៏ណាហ្នឹងគឺជាការដែលព្រះអត្តកថាលោកពន្យល់ប្រាប់ពីពាក្យថាព្រះនិព្វានមានដោយបរមត្តហ្នឹងគឺដោយបល័យថាតដ្ឋអថេតិវិជ្ជតិបទដែលថាអថេនេះគឺវិជ្ជតិនឹងប្រែថាមានក៏ណានឹងឯងដែលមានហ្នឹងគឺមានជាអារម្មណ៍ទៀតគឺអាយតនៈហ្នឹងគឺថាក្នុងបទវិកហៈខាងលើហ្នឹងគឺបានសម្ដែងហើយការណដ្ឋេនៈអាយតនន្តិហ្នឹងគឺថាជាហេតុហ្នឹងគឺដោយសេចក្តីថាជាអារម្មណ៍របស់មគ្គញាណផលញាណជាដើមនឹងឯងហ្នឹងហើយហៅថាអាយតនៈហ្នឹងអញ្ចឹងព្រះនិព្វានដែលមានហ្នឹងគឺមានជាអារម្មណ៍ក៏ណាមិនមែនជារូបារម្មណ៍ជាពន្លឺព្រះអាទិត្យប្រច័ណ្ឌអីទេតែក៏មិនមែនងងឹតដែរគឺព្រះនិព្វានហ្នឹងគឺជាភាពភ្លឺស្វាងដោយសេចក្តីថាជាអារម្មណ៍របស់ញាណនឹងឯងចឹងក៏ណានឹងឯងហើយនៅក្នុងសេចក្តីដែលថាឧបលបតិនេះដែលក្នុងព្រះអត្តកថាថាបរមត្តតោឧបលបតិតេអដ្ឋោហ្នឹងគឺដោយសេចក្តីអធិប្បាយថាមានដោយបរមត្តហើយពាក្យមានហ្នឹងគឺលោកប្រែចេញពីពាក្យថាឧបលបតិហ្នឹងគឺថាបរមត្តតោឧបលបតិតេអដ្ឋោអធិប្បាយថាមានដោយបរមត្តនឹងឯងប៉ុន្តែពាក្យថាឧបលបតិហ្នឹងគឺប្រែមកថាទទួលថាបានមកថាបានទទួលថាប្រសពថាជួបអញ្ចឹងឯងនៅក្នុងសេចក្តីហ្នឹងខ្ញុំមិនណាគ្រាន់តែយកពាក្យថាឧបលបតិហ្នឹងមកដាក់ក្នុងវងកញ្ចក់ហ្នឹងប៉ុន្តែក្នុងសេចក្តីដែលលោកប្រែអត្ថកថាហ្នឹងលោកប្រែថាមានគឺថាបរមត្តតោឧបលបតិតេអដ្ឋោគឺអធិប្បាយថាមានដោយបរមត្តអាហ្នឹងគឺអធិប្បាយនៃពាក្យថាតដ្ឋអថេតិវិជ្ជតិគឺដោយបទថាអថេក្នុងដែលព្រះអង្គត្រាស់ថាអថេភិក្ខវេតទេយតនាំងហ្នឹងលោកខៃសេចក្តីពាក្យថាអថេហ្នឹងគឺបានសេចក្តីថាវិជ្ជតិប្រែថាមានហើយមានហ្នឹងមានយ៉ាងម៉េចគឺថាបរមត្តតោឧបលបតិតេអដ្ឋោអធិប្បាយថាបរមត្តតោឧបលបតិគឺថាមានដោយបរមត្តគឺលោកប្រើពាក្យថាមានហ្នឹងដោយពាក្យថាឧបលបតិហ្នឹងនឹងឯងគឺថាជាការដែលបានជួបប្រសពបានទទួលនៅព្រះនិព្វាននឹងឯងដែលព្រះនិព្វាននឹងជាអារម្មណ៍របស់ញាណហ្នឹងគឺព្រះនិព្វាននឹងដែលជាអារម្មណ៍របស់មគ្គញាណផលញាណនឹងទៅបានក៏ដោយអំណាចនៃវិបស្សនា
ដែលធ្វើឲ្យជាអារម្មណ៍របស់មគ្គញ្ញាណផលញ្ញាណហ្នឹងចឹងបើអត់មានវិបស្សនាទេក៏មិនអាចនឹងថាមានព្រះនិព្វានហ្នឹងមកជាអារម្មណ៍ទៅបានដែរគឺថាញាណនេននេះ